ទី28 សូភាព្រំដែនដែលធ្លាប់តែស្ងប់ស្ងាត់ចាប់តាមលើសំឡេងកាំភ្លើងហើយថ្ងៃទី24កក្កដាសំឡេងផ្ទុះកាន់តែខ្លាំងយន្តហោះកាត់លើមេឃមនុស្សចាស់ក្មេងតូចនាំគ្នារត់ចេញពីផ្ទះកូនខ្លះកំពុងអង្គុយរៀនស្រាប់តែសំឡេងផ្ទុះលន់ឡើងសៀវភៅនៅលើតុតែជើងតូចតូចរបស់ពួកគេត្រូវរត់រកកន្លែងសុវត្ថិភាពម៉ែខ្លះអូកូនរត់ខ្លះឈរមើលផ្ទះដែលត្រូវទុកចោលគ្មានអ្នកណាចង់ចាកចេញពីភូមិកំណើតទេតែពេលសង្គ្រាមមកដល់ពួកគេគ្មានជំរឿនថ្ងៃទី28កក្កដាយើងបានឮពាក្យថាឈប់បាញ់យើងគិតថាកូនអាចត្រឡប់ទៅសាលាវិញហើយតែដល់ខែធ្នូសំឡេងដែលយើងខ្លាចបានត្រឡប់មកវិញខ្ញុំមិនចង់និយាយរឿងនេះដើម្បីឲ្យកាន់តែឈឺចាប់ទេខ្ញុំគ្រាន់តែចង់ឲ្យប្រជាជនខ្មែរយើងចងចាំថានៅពីក្រោយពាក្យថាសង្គ្រាមមានទឹកភ្នែករបស់ម៉ែមានការភ័យខ្លាចរបស់កូនតូចនឹងមានមនុស្សរឹកមិនអស់តែគ្រាន់តែចង់រស់នៅលើដីកំណើតរបស់ខ្លួនដោយសុខសាន្តជាពិសេសបងបិរះកងទឿពួកគាត់បានពៀបលីជីវិតដើម្បីតែការពារដែនកំណើតពីការឈ្លានពានសូមអ្នកចងចាំទឹកចិត្តរបស់ពួកគាត់ផងដល់សង្គ្រាមជាអ្នកឈ្នះតែអ្នកណាជាអ្នកចាញ់គឺយើងគឺប្រជាជនគឺកូនរបស់យើង